សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាពីរបៀប down game zombie វគ្គ3 hack hack នេះដែរមិនមែន hack ពេជ្រឬ hack កាក់ hack អីទេគឺយើង hack ដោយលេងមិនបាច់ចាំដាំផ្កាយអញ្ចឹងណាឥឡូវខ្ញុំលេងដល់វគ្គ35ហើយខ្ញុំបើយើងមិន hack ទេគឺយើងលេងមិនងាយឈ្នះអញ្ចឹងណាហើយរបៀប hack ងាយទេអ្នកទាំងអស់គ្នាឥឡូវនេះក៏ចូលមើលខ្ញុំលេងឲ្យមើលសិនណាព្រោះយើងដោនតាម flat ទេទៅពេលអញ្ចឹងយើងមើលខ្ញុំលេងសិនមកចាំមើលខ្ញុំដាក់មួយណលុយ500យើងសល់តែ450ទេអញ្ចឹងតាម350គេដែរហើយយើងក៏ចុចចូលកម្មវិធីនេះមួយមកយើងចុចបើកវាមួយមកថាប៉ុណ្ណឹងបានហើយគ្នាយើងបើកតែប៉ុណ្ណឹងមកគឺយើងដាក់អស់លុយទេទោះយើងដាក់ប៉ុណ្ណាក៏អស់លុយដែរពេលអញ្ចឹងវាស្រួលលេងណាបើតាមតែយើងលេងធម្មតាហ្នឹងគឺពិបាកលេងខ្លាំងមែនទែនឥឡូវតោះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀប down មានតែកម្មវិធីនេះមួយគឺអាច down បានអ្នកទាំងអស់គ្នាកម្មវិធី hack បានគ្រប់ game អញ្ចឹងយើងត្រូវចូលច្រោមមកហើយយើងវាយឈ្មោះកម្មវិធីហ្នឹងមកឈ្មោះកម្មវិធីហ្នឹងខ្ញុំអត់ចេះអង់គ្លេសអ្នកទាំងអស់គ្នាវាយតាមខ្ញុំមកនោះហ្គេមស្អីនោះវាយមកវានឹងចេញបែបនេះហើយអ្នកទាំងធ្វើការ down វាមកចុចពាក្យថា download មកគឺវានឹង down ឲ្យយើងបានតែម្ដងនេះដោយសារតែខ្ញុំដំឡើងហើយអញ្ចឹងខ្ញុំអត់ដំឡើងទៀតទេអញ្ចឹងយើងចុចចូលកម្មវិធីនឹងទាំងអស់គ្នាមកពេលដែលយើងដំឡើងរួច hack បានគ្រប់ game អ្នកទាំងអស់គ្នាក៏វាពាណិជ្ជកម្មបន្តិចវាមិនអីទេតែយើងបានលេង hack ហើយយើងមិនបាច់ប្រើ VPN អីទេព្រោះ game zombie នេះវាបើកអ៊ីនធឺណិតដល់ពេលអញ្ចឹងទៅវាអាច hack លុយ hack អីបានទេក៏វា hack ដាក់ផ្កាលេងដោយអត់ប្រើដាក់ផ្កាអញ្ចឹងយើងដាក់ថា zombie 3មកវាចាញ់ឲ្យអ្នកទាំងអស់គ្នាហើយយើងធ្វើការ download វាមកនេះដោយសារតែខ្ញុំ download ហើយវាអត់មានសញ្ញា download ទេនោះសញ្ញា download វាកន្លែងឆ្វេងដៃហ្នឹងឥឡូវនេះខ្ញុំចុចលេងតែម្ដងកុំឲ្យថាលេង down តាមហ្នឹងហើយលេងមិនកើតអីពេលដែលយើងលេងវាពាណិជ្ជកម្មតែក្បាលរបងឯងយើងមើលពាណិជ្ជកម្មវាលេងសិនមកហើយចាំយើងចុចខ្វែងវាទៅចាំមើលថាខ្ញុំលេងកើតអត់ចាំមើលនេះលេងកើតហើយប៉ុណ្ណឹងគឺអាចលេងបានអ្នកគ្នាយើងអាចដោនលេងបានគ្រប់គ្នានេះកងតាក់វាធម្មតាបើកបានអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេគ្នាយើងចាំជួបគ្នាវីដេអូក្រោយទៀតតែមើលយើង claim ទៅបាន claim បានធម្មតាអញ្ចឹងរៀងអែមដែរយើងលេងគ្នាទៅដល់វគ្គ200តែម្ដងនេះអត់មានពេជ្រអត់មានអីទេវីដេអូយើងប៉ុណ្្នឹងឯងបាយ